Rướng nè cú pet na cô ai ra lành เพะมันต่อแต่งอกนี้แฟนๆจ้ะคือเรื่องนี้คือตามเพะไปให้จ้ะថ្ងៃនេះដែរគឺថាតួប្រុសរបស់យើងណាគឺថាលីជីងឈួនហ្នឹងគឺគាត់បានមកដល់កន្លែងក្នុងកម្មវិធីជប់លៀងអញ្ចឹងណាចាដើម្បីមកជួបជុំជាមួយនឹងអ្នកគ្រូពេទ្យស្រីរបស់យើងនឹងហើយដែលមានការអញ្ជើញថ្ងៃមុនហ្នឹងដែរគឺជាតួឯកស្រីរបស់យើងនឹងហើយដែលគេអញ្ជើញមកក្នុងកម្មវិធីរបស់តួឯកប្រុសរបស់យើងហ្នឹងចានៅក្នុងនោះគឺសត្វអ្នកមានវិជ្ជាគ្រូពេទ្យណាចាពេលនោះគាត់ក៏បានគោរពថាជំរាបសួរលោកលីឈួនចាសូមស្វាគមន៍មកកាន់កន្លែងកម្មវិធីជប់លៀងចារីឯចំនួនការរបស់លោកលីឈួនក៏បានដើរមកថានេះគឺជាលិខិតចូលរួមនៅក្នុងកម្មវិធីជប់លៀងអញ្ចឹងណាចាដើម្បីឲ្យលោកប្រធានលីជីងឈួននោះគឺទៅចាគាត់ថាម៉េចអញរកអ្នកគ្រូពេទ្យនោះឃើញហើយនៅចាគាត់ថាខ្ញុំកំពុងតែស្វែងរកនាងហើយលោកឈួនក៏ប៉ុន្តែមិនទាន់បានជួបប្រទះនឹងរឿងអ្វីទេហើយខ្ញុំលើដំណឹងថានាងនឹងមកចូលរួមនៅក្នុងកម្មវិធីយប់នឹងដែរអញ្ចឹងណាថ្ងៃនឹងដែរអញ្ចឹងទៅចាអញជួយសង្កេតមើលតើនារីម្នាក់នោះគឺជានរណាគេរកឲ្យលឿនដើម្បីយកទៅព្យាបាលលោកយាយព្រោះអីលោកយាយមានជំងឺឈឺធ្ងន់ណាស់បើមិនអញ្ចឹងទេគាត់នឹងទទួលមរណភាពជាមិនខាននោះទេចាពេលនោះគាត់ក៏ព្រមយកឯកសារនោះដើម្បីដើរចូលទៅខាងក្នុងចាក្លែកនៅក្នុងកម្មវិធីជប់លៀងចាទូស្រីរបស់យើងនាងមកធ្វើខ្លួនដល់ស្រស់ស្អាតតែម្ដងណែអាសួរគ្នាមិនចង់ចូលទៅក្នុងនោះទេគ្នាកាត់ថានៅមន្ទីរពេទ្យណាគឺគ្មានអ្នកណានៅចាំមន្ទីរពេទ្យទេអាយ៉ាឯងនេះណាន់ស៊ីឯងធ្វើអីហ្នឹងថ្ងៃនេះគឺជាថ្ងៃសំណាងរបស់ឯងហើយមិនក៏ឯងចង់បោះបង់ចោលអញ្ចឹងឯងចូលទៅក្នុងទៅរឿងមន្ទីរពេទ្យនោះមិនបាច់ខ្វល់នោះទេពេលនោះគាត់ក៏បានចាប់អូសដៃតួស្រីរបស់យើងដើម្បីចូលទៅខាងក្នុងរីឯនៅខាងក្នុងវិញណាគឺថាម្នាក់គ្រាន់តែបានឃើញតួឯកស្រីរបស់យើងណាគឺគេបាននិយាយចាក់រុកអំពីតួឯកស្រីរបស់យើងនៅក្នុងកម្មវិធីនឹងតែម្ដងគាត់ថាថ្ងៃនេះគាត់នឹងបានយកលេខ1ឲ្យបានអញ្ចឹងណាចារីឯតួស្រីរបស់យើងគាត់ឃើញមានមនុស្សកកកច្រើនមែនតែនគាត់មានអារម្មណ៍ថា